បានធ្វើឲ្យដីយើងរាបស្មើល្អទឹកឡើងលិចវីដេអូនេះយើងមកមើលស្រែមួយនេះពីភាពខុសគ្នានៅពេលដែលយើងអត់បានរៀបចំដីឲ្យបានស្មើល្អអញ្ចឹងមើលដីនៅខាងនោះគឺខ្ពស់ហើយនៅកណ្ដាលនេះគឺទាបវាគីឡូហើយខាងខាងហ្នឹងគឺខ្ពស់អញ្ចឹងអានេះគឺជាយើងអាចមើលបានពីអត្ថប្រយោជន៍នៅពេលដែលយើងធ្វើស្រែពង្រួសហើយយើងអត់បានធ្វើឲ្យដីយើងរាបស្មើល្អអញ្ចឹងផលវិបាកគឺអញ្ចឹងគឺអាកដាលនេះទឹកឡើងលិចស្រូវយើងនឹងលិចដល់ពេលអាគៀននោះគឺទួលហើយនៅពេលដែលវាអត់លិចទឹកអញ្ចឹងគឺផលវិបាកមិនគឺផលវិបាកយើងគឺស្រែយើងគឺដុះស្មៅអញ្ចឹងនៅពេលដែលតាមមួយសប្តាហ៍អីក្រោយឡើងគឺចាប់ផ្ដើមស្មៅដុះមកហើយអញ្ចឹងចង់គឺយើងត្រូវតែបាញ់ថ្នាំស្មៅដើម្បីកម្ចាត់ស្មៅអញ្ចឹងណាតែបើសិនជាយើងបានធ្វើដីយើងឲ្យបានរាបស្មើល្អអញ្ចឹងការចំណាយទៅលើការបាញ់ស្មៅហ្នឹងគឺយើងអត់ហត់ចំណាយទៅលើការបាញ់ស្មៅទេគឺវាចំណេញមួយហ្នឹងហើយមួយទៀតអត្ថប្រយោជន៍នៃការដែលយើងពង្រៀបដីឲ្យស្មើគឺនៅពេលដែលយើងបូមទឹកដាក់ស្រែនៅពេលដែលយើងបូមទឹកដាក់ស្រែដោយសារតែស្រែយើងវាស្មើល្អអញ្ចឹងយើងបូមទៅស្រូវទឹកយើងគឺវារត់ពេញស្រែយើងហ្មងវាអត់មានហូរទៅតែមួយកន្លែងអញ្ចឹងយើងចំណាយពេលឧទាហរណ៍ស្រែយើងទំហំ20 អាយើងបូមតែ1 ម៉ោងឬ2 ម៉ោងទឹកស្រែគឺវារត់ពេញស្រែតែម្ដងស្មើគ្នាវាអត់រត់ទៅមួយកន្លែងណាមួយទេអញ្ចឹងបាទនេះពេលដែលយើងបូមមកគឺវានឹងមកបំពេញនៅកន្លែងក្លុកនេះមុនសិនបន្ទាប់មកបានវានាចឬក៏ហូរទៅកន្លែងដែលខ្ពស់អញ្ចឹងវាខាតពេលវេលាយើងបូមហើយយើងចំណាយលុយទៅលើការចាក់សាំងច្រើនទៀតចាហ្នឹងគឺជាអត្ថប្រយោជន៍នៃការធ្វើដីយើងឲ្យរាបស្មើអូខេអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេបាយបាយជួបគ្នានៅវីដេអូក្រោយ